ឈានចូលដល់ចំណុចពិសេសសម្រាប់ខ្លួនឯងផ្ទាល់តែម្ដងហើយបងប្អូនសុភាពនារីទាំងអស់ក៏មិនគួរមើលរំលងជាមួយនឹងការចែកម្លែកវគ្គនេះដែរចាពីព្រោះថាអីដែលខ្ញុំចង់និយាយទៅកាន់បងប្អូនទាំងអស់គ្នាគឺបញ្ហារូបស្ត្រីនៅមន្ទីរពេទ្យអន្តរជាតិអរ៉េនដាពិសេសត្រង់ថានៅពេលដែលយើងចូលមកដល់បណ្ឌិតផ្នែករោគស្ត្រីគឺមានឯកជនភាពហើយគ្រឿងបរិក្ខារពេទ្យមានផាសុកភាពដែលយើងមើលទៅមានភាពជឿជាក់ហើយអ្នកគ្រូពេទ្យអីគឺគាត់រស់រាយរាក់ទាក់ផ្ដល់នៅទំនុកចិត្តឲ្យយើងអ្វីដែលសំខាន់អារម្មណ៍មួយទៀតណាបងប្អូនប្រហែលឆ្នាំមកហើយដែលខ្ញុំតែងតែចេញចូលមន្ទីរពេទ្យអន្តរជាតិអរ៉េនដាខ្ញុំអត់ដែលទទួលបានអារម្មណ៍ថាភ័យខ្លាចជាមួយនឹងការនិយាយពីអាការៈសុខភាពរបស់យើងតាមរយៈការរៀបរាប់ដោយបំភ្លើសឬក៏បំភ្លៃឬក៏បំភ័យយើងបន្ថែមទេចាអញ្ចឹងហើយកន្លែងនេះគឺជាចំណុចពិសេសមួយដែលធ្វើឲ្យអារម្មណ៍របស់យើងណាជ្រះថ្លាក្នុងការទទួលយកការព្យាបាលដោយសុវត្ថិភាពជាមួយនឹងលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅទីនេះទទួលស្គាល់ថាពេលខ្លះសុខភាពរបស់យើងក៏មានបញ្ហាយ៉ាងខ្លាំងដែរប៉ុន្តែលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅនេះណាគឺគាត់មានចិត្តវិទ្យាមានវិធីសាស្ត្រក្នុងការលួងលោមយើងអត់ឲ្យភ័យទេហើយកម្លាំងចិត្តគឺជាផ្នែកមួយសំខាន់សឹងតែថាធំជាងការញ៉ាំថ្នាំទៅទៀតអញ្ចឹងទេមន្ទីរពេទ្យអន្តរជាតិអរ៉េនដាកន្លែងនោះគឺពិសេសខ្លាំងមែនទែនគាត់តែងតែយកអារម្មណ៍យើងជាអ្នកជំងឺនេះដាក់នៅក្នុងអារម្មណ៍របស់គាត់តែម្ដងគាត់អត់បន្លាចយើងទេណាបងប្អូនអញ្ចឹងទេយើងអាចព្យាបាលទៅតាមលំដាប់លំដោយដែលទទួលបានសុវត្ថិភាពនិងប្រសិទ្ធភាពពីមន្ទីរពេទ្យអន្តរជាតិអរ៉េនដាផ្ទាល់តែម្ដងហើយបញ្ហាមួយទៀតបងប្អូនទាំងអស់គ្នាក៏ដូចជាខ្ញុំដែរតែងតែបារម្ភថាលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅស្រុកខ្មែរឥឡូវខ្លាំងណាស់ចុះបើសិនជាយើងអត់មានគ្រឿងបរិក្ខារពេទ្យទំនើបក៏មិនអាចទៅរួចដែរកន្លែងនេះខ្ញុំក៏ហ៊ានអះអាងដែរដោយសារតែខ្ញុំអាសាចេញចូលដោយបងប្អូនទាំងអស់គ្នាធ្លាប់បានឃើញហើយការដែលខ្ញុំមកសប្ដងនោះគឺខ្ញុំមកពេទ្យមែនតែនហ្មងចាអញ្ចឹងគ្រឿងបរិក្ខារពេទ្យនៅមន្ទីរពេទ្យអន្តរជាតិអរ៉េនដាគឺទំនើបខ្លាំងមែនតែនដែរពេលខ្លះយើងអាចនិយាយថាយើងក៏អ្នកស្រឡាញ់ពេទ្យដែរយើងអាសាចេញចូលពេទ្យណាគ្រឿងបរិក្ខារមួយនោះគឺយើងអត់ដែលឃើញហ្មងយើងថាអូទំនើបអូមានអញ្ចឹងដែរយើងឡើង surprise ក្នុងចំណុចហ្នឹងវិញណាអញ្ចឹងកន្លែងនេះដែរខ្ញុំចង់ចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាថាសូមចាប់អារម្មណ៍ជាមួយនឹងមន្ទីរពេទ្យអន្តរជាតិអរ៉េនដាដែលជាមន្ទីរពេទ្យនៅក្នុងស្រុកខ្មែររបស់យើងវិញចាថាតើសេវាកម្មគេមានផ្នែកអីគេខ្លះដែរហើយគេអាចជួយអ្វីខ្លះបានដែរទៅកាន់ក្រុមគ្រួសារបងប្អូនទាំងអស់គ្នា